Nơi lưu du bệt mền tế à nhà thầu krong chênh chui rộ song xa ói cầm lọc cầm mống chạp bàn điệp cá bằng cạt cồn. Đâm bấy cho lai tọp tình hình bánh hà tra cầm nàn lệ cho nâng chùm nuôn bởi chôn vây cha đại cầm pông can lãng. À nhà thầu thì krong Hà Nội bởi tế Việt Nam bàm bà cà pi phai nà cà bằng cạt club cốt cung nâng model sân công thâm mây đâm bấy chui dù vì chôn nơi lưu ở miền ảo ca spanh rộ đầy cú sân này ha nâng chiến đào cà điệp áp điệp bìa. Dông tám phai nà cà sẽ đây pi ca nghiệp bởi chôn nâng cà áp điệp vọt xâm rạp năm 2026 ได้ចុះហត្ថលេខាដោយលោកស្រីវូធុងហាអនុប្រធានគណៈកម្មការប្រជាជនទីក្រុងហាណូយបានដឹងថាទីក្រុងនឹងរៀបចំសកម្មភាពនឹងបង្កើតក្លឹបដើម្បីជួយឲ្យមនុស្សវ័យក្មេងឲ្យបានជួបគ្នាគោលដៅសំខាន់នៃគំនិតព្រួយផ្ដាំនេះគឺដើម្បីជំរុញឲ្យយុវជនរៀបការមុនអាយុ30ឆ្នាំនិងលើកទឹកចិត្តឲ្យគូស្វាមីភរិយាយកកូនទី2មុនអាយុ35ឆ្នាំបច្ចុប្បន្នរាជធានីហាណូយកំពុងជួបប្រទះទៅនឹងនិន្នាការយុវជនពន្យាពេលរៀបការតនន័យបានបង្ហាញថាអាយុជាមធ្យមនៃអាពាហ៍ពិពាហ៍ដំបូងនៅហាណូយគឺខ្ពស់ណាស់ដោយបុរសរៀបការអាយុប្រហែល 29.5 ឆ្នាំនិងស្ត្រីនៅអាយុជិត 28 ឆ្នាំការរៀបការយឺតនេះបានធ្វើឲ្យអត្រាកំណើតធ្លាក់ចុះមកត្រឹម 1.86 កូនក្នុងស្ត្រីម្នាក់ដែលទាបជាងអត្រាចំនួនដែលគួរតែមានកម្រិត 2.1 ក្រៅពីការបង្កើតក្លឹបគុតគង់អាជ្ញាធរក្រុងក៏មានផែនការផ្សេងទៀតដូចជាផ្ដល់ប្រឹក្សានិងពិនិត្យសុខភាពមុនអាពាហ៍ពិពាហ៍ដល់គូស្នេហ៍ឲ្យបាន 87% ត្រួតពិនិត្យនិងចេញគោលនយោបាយគាំទ្រផ្សេងៗដើម្បីលើកទឹកចិត្តដល់ការមានកូនដូចជាការជួយសម្រួលដល់ស្ត្រីមានផ្ទៃពោះនិងគ្រួសារដែលមានកូនពីរប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគទិន្នន័យប្រជាសាស្ត្រសម្រាប់ការរៀបចំផែនការអភិវឌ្ឍសង្គមវិធានការនេះត្រូវបានមើលឃើញថាជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងថ្នាក់ជាតិរបស់ប្រទេសវៀតណាមក្នុងការទប់ស្កាត់វិបត្តិជាប្រវត្តិសាស្ត្រអាចប៉ះពាល់ដល់កម្លាំងពលកម្មនិងសេដ្ឋកិច្ចនាពេលអនាគត